សួស្តីបងប្អូនអរគ្នាថ្ងៃនេះជាសកម្មភាពដែលខ្ញុំមកលេងនៅខាងវាលស្រែនៅខាងស្រុកថៃបងប្អូនអរគ្នានេះបានន័យថាយើងចាប់ផ្ដើមអាំងត្រីអាំងអីទៅដោយសារតែជើងមកលេងអញ្ចឹងគឺយើងត្រូវការហូបអីបន្តិចបន្តួចណាបងប្អូនអរគ្នាណាថ្ងៃនេះក៏សម្រាប់ពីការងារអញ្ចឹងក៏មកអាំងត្រីលេងនៅខាងភាសាថៃបងប្អូនអរគ្នានៅខាងវាលស្រែគេនេះគេហៅថាដើម្បីខាងស្រុកថៃហៅថាគេមកដល់លេងបែបអញ្ចឹងឯងបងប្អូនអរគ្នាគេមកលេងតាមវាលស្រែវាអីអញ្ចឹងទៅហើយចំណែកប្រុសសង្ហាយ៉ាងវិញគឺចាប់ហូបត្រីអត់បានសោះបងប្អូនអរគ្នាអូយក្តៅបងហូបមិនទៅបងរកការសោះនេះគឺទេសភាពបងប្អូននេះជាហៅថាកាយហ្នឹងក្រុមធ្វើការជួបគ្នាចឹងក្រុមការងារបងប្អូននេះដោយសារយើងសម្រាប់យើងហូបចុកបុកតាពីមួយថ្ងៃទៅអានេះជាទេសភាពទាំងមូលដែលខ្ញុំថតចេញមកពីខាងក្រៅបងប្អូននេះគឺមានគេមកលេងបែបហ្នឹងបងប្អូននេះណាគឺគេមកលេងបែបហ្នឹងនេះហៅថាម្នាក់មកកង់3អ្នកខ្លះមានឡានគេជិះឡានមកទៅឲ្យគេបែបគេក្រាកទេគេហូបម្នាក់មកក្រុមទៅបងប្អូននេះដោយសារតែយើងនៅផ្សារនៅកន្លែងលក់ដូរគឺវាជាអ៊ីនទាំងវាឃើញតែតូបឃើញតែផ្សារអញ្ចឹងគឺយើងមកហូបបែបហ្នឹងទៅគឺវាបែបវាឆ្លាស់មុខឆ្លាស់មាត់អញ្ចឹងណាឥឡូវនេះយើងចាប់ដើមមកមានហៅថាក្តាមយើងគឺមកថងពេញបឹបមកបងប្អូនគ្នាហើយនេះឥឡូវអ្នកអាំងត្រីនេះបងប្អូនគ្នាប្រុសស្អាតនេះគឺអ្នកអាំងត្រីបងប្អូនគ្នានេះក្មេងគឺបកដល់អាកូនពូជនេះក្តាមយើងដាក់អាំងហើយត្រីដែលយើងអាំងនឹងបងប្អូនគ្នាគឺយើងអាំងបែបហ្នឹងទៅហើយយើងបុកអំបិលម្ទេសពីផ្ទះពីអីមកទៅហើយយើងក៏ចុចជាមួយអំបិលម្ទេសមួយអីហ្នឹងទៅបងប្អូនគ្នាគឺជាតិខ្លាំងណាស់ជាតិណាបងប្អូនអើយគឺជាតិនេះបងប្អូនគ្នាអ្នកអាំងត្រីហើយមានអាំងត្រីមួយទៅហើយនេះអាំងក្តាមមួយទៅបងប្អូនគ្នាគឺលក្ខណៈថាយើងជុំគ្នាបែបអញ្ចឹងទៅគឺសុបាយហើយត្រីយើងក៏វាចិត្តឆ្អិនដែរបងប្អូនគ្នាត្រីគឺចិត្តឆ្អិនមែនទេណាហើយថ្ងៃហ្នឹងត្រីស្រែយើងក៏មានច្រើនដែរបងប្អូនគ្នាមានត្រីដៃនិងត្រីទក់បងប្អូនគ្នាគឺមានតែ2មុខហ្នឹងឯងបងប្អូនគ្នាគឺតែ2មុខហ្នឹងក៏ល្បីដែរនឹងក្តាមមួយមុខទៀតបងប្អូនគ្នាគឺមាន3មុខហើយហ្នឹងគឺយើងហូបត្រីដៃនិងត្រីទក់ហើយនឹងក្តាមបងប្អូនគ្នាឥឡូវអ្នកអាំងសាក់ចង់ភ្លក់បងដូចឈ្ងុយដល់បងសុំភ្លក់មួយបងភ្លក់ហើយចាប់បានភ្លក់ណាបងប៉ុន្តែអ្នកភ្លក់វិញបងប្អូនគ្នាគឺចាប់ត្រីភ្លក់អត់បានទេដោយសារតែខ្លាចក្តៅបងប្អូនគ្នាហើយនៅខាងមេធីមខ្ញុំចាប់ត្រីមិនត្រីហ្នឹងវាអត់ទាន់ឆ្អិនដាក់ថែមទៀតសិនចាំភ្លក់ហើយដល់លេងវាគឺសុបាយលើអ្នកដែលយើងដើរជុំនេះចឹងវាសុបាយឥឡូវនេះចាប់ដាំត្រីឆ្អិនហ្មងឥឡូវគេបានភ្លក់សម្រាប់របស់គេដោយសារតែមានគេហូបគេបកអត់បានឥឡូវវាឆ្អិនគេបកបានជាតិណាបងអើយជាតិណាបងជាតិហូបអីច្រើនណាអូនណាពៅឥឡូវយើងចាប់ដើមជួលបន្តិចបន្តួចទៅហើយនេះហៅថាយើងហូបចុកបុកទៅពីរួចហើយយើងចាប់ដើមរៀបចំកន្លែងរៀបចំអីដើម្បីយើងប្រតិបត្តិការដើម្បីត្រឡប់ទៅតូបវិញបងប្អូនគ្នាណាហើយវីដេអូហ្នឹងគឺមានប៉ុណ្្នឹងដែរទេហើយក៏អរគុណច្រើនបងប្អូនដែលជួយតាមដានវីដេអូកន្លងមកចឹងណាហើយកុំភ្លេចណាខមមិននៅខាងក្រោមហើយចាំយើងទៅមើលវីដេអូបន្តទៀតអូខេបាយ